បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទសម្រាប់014មួយគ្រឿងនេះគឺបញ្ហាខ្សោយងាងទៀតហើយបងប្អូនបាទហើយបញ្ហាទៅលើស្បែកអូសក៏ដូចស្បែកអំយ៉ាបងប្អូនបាទឥឡូវយើងដោះមកជាងមើលឃើញថាខ្មៅល្ងឹតហ្មងបងប្អូនបាទចាស់គាត់ថាដែលដោះទេអញ្ចឹងយើងដាក់មកឈុតទៀតបងប្អូនបាទនេះយើងដាក់ស្បែកមកឈុតស្បែកអូសក៏ដូចជាស្បែកអំយ៉ាបងប្អូនមកឈុតដោយសារម៉ូតូនេះគឺគាត់ប្រើប្រាស់យូរឆ្នាំមែនទេបងប្អូនបាទគាត់ថាដែលដោះទេដោះលើកទី1បាទហើយគាត់ចង់ដាក់ស្បែកស៊ីនតែម្ដងបាទហើយគាត់សួរថាយើងដូរតែស្បែកបានអត់បាទអញ្ចឹងយើងដូរស្បែកបានបងប្អូនបាទគ្រាន់តែថាបើយើងអត់ផ្លាស់ប្ដូរត្រឡប់អំយ៉ាទេវាធ្វើឲ្យការអាយុកាលនៃការប្រើប្រាស់ហ្នឹងគឺរយៈពេលខ្លីជាងយើងដូរទាំងអស់អញ្ចឹងណាបាទអញ្ចឹងយើងដូរតែស្បែកទេសម្រាប់ម៉ូតូនេះបងប្អូនបាទហើយមើលសភាពម៉ាស៊ីនគឺខ្មៅមែនទែនបងប្អូនហើយបាទទាក់ទងនឹងការប្រើប្រាស់ប្រេងម៉ាស៊ីនអត់សូវដូរប្រេងម៉ាស៊ីនអត់គុណភាពឬក៏ប្រើយូរឆ្នាំទៅវាឡើងក្អែលឡើងស្នឹមអញ្ចឹងណាបាទឥឡូវយើងមើលស្បែកបងប្អូននេះបាទស្បែកគឺឆេះទាំងអស់បាទខ្មៅអ៊ូញបាទត្រឡប់ក៏កលាក់ខ្លាំងដែរបាទនេះគាត់ថាយើងដាក់ស្បែកប្រើបានបាទតាមជាក់ស្ដែងអញ្ចឹងណាបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមលាងសម្អាតវាឲ្យមានពលឺបន្តិចបងប្អូនបាទដោយសារកាន់ក្អែលខ្លាំងមែនទែនបងប្អូនហើយបាទហើយដោយសារគាត់ឃើញវីដេអូបង្ហោះគាត់ក៏មកដល់កន្លែងទីតាំងតែម្ដងបងប្អូនបាទអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរស្បែកអំយ៉ាក៏ដូចជាស្បែកអូសហើយសម្រាប់ម៉ូតូនេះដែរគឺវាស្ទើរត្រឡោកស្ទើរអីដែរបាទប៉ុន្តែយើងធ្វើការផ្លាស់ប្ដូរស្បែកគឺប្រើបានគ្រាន់តែអាយុកាលដូចខ្ញុំនិយាយគឺប្រើប្រាស់មិនសូវបានយូរដូចយើងផ្លាស់ប្ដូរសំណុំទេដោយសារវាយូរឆ្នាំវាសឹកអញ្ចឹងនេះបាទសឹកខ្លាំងនេះផ្លាតូគឺឆេះស្បែកជាប់តែម្ដងបងប្អូនបាទនេះផ្លាតូវានេះឥឡូវយើងធ្វើការលាងសម្អាតនិងរៀបស្បែកចូលវិញបាទយើងរំអិលប្រេងស្បែកស្លឹករបស់យើងបាទយើងរៀបចូលហើយអានេះជារបៀបរៀបបងប្អូនបាទអានេះតាមជំនាញជាងផ្សេងគ្នាអញ្ចឹងបាទបាទអញ្ចឹងយើងរៀបយើងដាក់រំអិលប្រេងរៀបចំទីតាំងដើមរបស់វាបងប្អូននេះចំណុចពងបាទអញ្ចឹងវាចំណុចដើមហ្នឹងយើងងាយស្រួលក្នុងការដាក់ឲ្យចំកន្លែងក៏ដូចជាទីតាំងដើមហើយការប្រើប្រាស់របស់យើងក៏បានយូរដែរបងប្អូនបាទហ្នឹងអញ្ចឹងវាមានអុចនៅលើនឹងស្រាប់បងប្អូនមើលណាបាទអញ្ចឹងអុចហ្នឹងជាមួយនឹងអុចនៅដុំស្បែកហ្នឹងវាមានណាបងប្អូនបាទអញ្ចឹងយើងដាក់ចំកន្លែងចំទីតាំងរបស់វាមកបាទដើម្បីឲ្យការប្រើប្រាស់របស់យើងនឹងបានយូរដោយសារកន្លែងខ្លះវាសឹកវាត្រូវសំណឹកដើមរបស់វាអញ្ចឹងណាបាទយើងដាក់ខុសវាអាចខុសទីតាំងវាធ្វើឲ្យវាលន់ឮសំឡេងខុសពីមុនក៏មានដែរអញ្ចឹងយើងរៀបទៅមិនឲ្យចំទីតាំងដើមរបស់វាវិញបងប្អូននេះស្បែកស្លឹករបស់វាឃើញថាឆេះអស់ហើយបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមចាប់ស្បែក4សន្លឹកបងប្អូនបាទស្បែកអំយ៉ាក្រោយឥឡូវយើងមើលពងនៅលើត្រឡោកអំយ៉ាក្រោយហើយនឹងពងនៅស្បែករបស់យើងនេះបាទគឺយើងដាក់ឲ្យចំគ្នាមករួចស្រេចដោយសារសំណឹកកន្លែងចាស់វាមានស្រាប់អញ្ចឹងបងប្អូនដាក់ខុសអាចលន់អាចលឺអញ្ចឹងណាបាទយើងដាក់ធ្វើមកជាមកចំនៅកន្លែងដើមទីតាំងដើមមកវាវិញបាទអញ្ចឹងឥឡូវនេះយើងចាប់ដាក់កាសមួយស្លឹកបងប្អូនបាទកាសមួយស្លឹកហើយយើងដាក់យកសារនេះបាទយើងដាក់ឲ្យមើលគឺគ្រឿងមកគុំវាមានប៉ុណ្ណឹងបងប្អូនណាបាទហើយការរៀបស្បែកគឺងាយស្រួលទេសម្រាប់បាទស្បែកសង់របស់យើងហ្នឹងបាទស្រីទៀបអានេះបាទអញ្ចឹងយើងដាក់រងឬក៏កាសមួយស្លឹកហ្នឹងមកពងបាទចំណុចពងនេះដាក់ឲ្យចំជាមួយនឹងបាទពងលើបន្ទះដុំស្បែកហ្នឹងមកបាទជាការស្រេចបងប្អូនបាទដាក់ចំទីតាំងបាទជាយើងរៀបចំឲ្យចំទីតាំងដើមដើម្បីម៉ាស៊ីនរបស់យើងដំណើរការស្ងាត់ធម្មតាបាទកុំឲ្យដាក់ខុសវាខុសសំណឹកដើមអាចរំលន់ឲ្យមួយទៀតចំណុចដែលយើងត្រូវមើលនេះបាទរន់បំប្រេងបន្ទូចនេះយើងចាក់វាស្អាតដោយសារម៉ូតូចាស់វាកាកច្រើនវាស្ទះបងប្អូនបាទនេះយើងចាក់អស់ចឹងមកបាទចាក់ហើយយើងក៏សម្អាតវាស្អាតបាទហើយយើងដាក់ច្អូននេះឲ្យចំនឹងរន់នៅដៃយើងនេះបាទនេះរន់បំប្រេងហ្នឹងបាទរន់ប្រេងហ្នឹងចឹងយើងដាក់ចំជាការស្រេចបងប្អូនបាទនេះដាក់ច្អូនមកចំអាហ្នឹងទីតាំងចាស់របស់វាបងប្អូនបាទអញ្ចឹងយើងដាក់រៀបឲ្យចំកន្លែងចំគោលដៅវាមកដើម្បីឲ្យការប្រើប្រាស់វានឹងបានយូរដោយសារដៅចាស់សំណឹកចាស់វាស្រាប់បងប្អូនបាទអញ្ចឹងយើងដាក់ចំមកយើងបាញ់ស្លាប់វាមកបងប្អូនបាទនេះបាទយើងបាញ់សម្លាប់ដុំស្បែកមុខក្រោយឲ្យបានជាប់ល្អបងប្អូនបាទជិះវៀងការប្រើប្រាស់ទៅវាអាចមានរបូតនឹងអីចឹងណាបាទអញ្ចឹងយើងរៀបចំរួចយើងចាប់បាទយើងដាក់បាទយន្តការជន់លេខរបស់យើងបាទនេះពងរបស់វានេះ
បាទងាយនេះបងប្អូនបាទនេះបាទម៉ាស៊ីនសង់គឺងាយស្រួលបងប្អូនបាទមើលម្ដងបងប្អូនចំណាំដាក់ចំចំណុចវានឹងមកបាទហើយយើងដាក់បាទក្របឡោកអំយ៉ាមកយើងមកដាក់សើអីមកបាទអញ្ចឹងការរៀបមកខាងអំយ៉ាគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទងាយបាទសំខាន់យើងដាក់ចំទីតាំងដើមមកគេពីកំណើតមកបាទធ្វើឲ្យម៉ាស៊ីនរបស់យើងដំណើរការស្រួលតាមទីតាំងចាស់វាហ្នឹងណាបាទនេះរួចរាល់បាទអញ្ចឹងរួចរាល់ហើយបាទឥឡូវនេះយើងដាក់កាទៀចូលជាការស្រេចបងប្អូនបាទហើយវីដេអូក៏មកដល់ទីបញ្ចប់ហើយដែរបងប្អូនបាទមានតែប៉ុណ្្នឹងទេបាទអញ្ចឹងវីដេអូយើងចប់ហើយបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទឥឡូវយើងទៅឆេះមើលគឺស្ងាត់អែមបាទអត់មានអុកមានស្លុកខ្លាយទេបាទស៊ីមអែមតែម្ដងប្រើធុនណាស់បងប្អូនហើយបាទ